ករណីឃាតកម្មនារីម្នាក់ចាក់សម្លាប់សង្សារខ្លួនឯងបណ្ដាឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមនៅសង្កាត់អូបៃក្អមបរិម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកាត់ហេតុខណៈដែលនារីជាសង្សារបានយកកបិតចុងស្រួចចាក់សម្លាប់នៅក្នុងបន្ទប់ជួលនៅចំណុចបន្ទប់ជួលផ្លូវបេតុងភូមិស្លែងរលីងសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញនៅវេលាម៉ោង 3:30 នាទីទៀបភ្លឺថ្ងៃទី 19 សីហា ឆ្នាំ 2026 ប្រពន្ធពីសមត្ថកិច្ចខណ្ឌសែនសុខបានដឹងថាក្រៅពីទទួលបាននៅព័ត៌មានភ្លាមកម្លាំងនគរបាលប៉ោះនិងអធិការដ្ឋានខណ្ឌបានចុះទៅដល់ទីតាំងកាត់ហេតុហើយក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់នារីជាសង្សារនៅក្នុងករណីនឹងប្រើកាបិតចុងស្រួចចាក់ជនរងគ្រោះចំក្បាលពោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាត់ហេតុស្មារតីខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យជានារីសង្សារនោះយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដែលនារីដែលជាជនសង្ស័យនោះមានឈ្មោះថាចំស្រីអូនភេទស្រីអាយុ 28 ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកហាងស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិស្លែងរលើងសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញគ្មានសារធាតុមានដោយក្រោយពីការសាកសួរជនសង្ស័យជានារីសង្សារនោះបានឆ្លើយថានៅមុនពេលដែលកាត់ហេតុរូបនាងនិងបរិះខាងលើមានទំនាស់ពាក្យសម្ដីបន្តិចបន្តួចដោយសារតែនាងបានដឹងរឿងថាបរិះជាសង្សារអាចលួចលាក់មានអ្នកផ្សេងធ្វើឲ្យនាងកាត់ការខឹងពិបាកចិត្តនិងសម្រេចចិត្តយកកំបិតចុងស្រួចបំណងនឹងចាក់សម្លាប់ខ្លួនឯងក៏ប៉ុន្តែនៅពេលដែលបរិះជាសង្សារបានស្ទុះមកចាប់នាងប្រតៃប្រតាប់គ្នាបានធ្វើឲ្យចុងកំបិតជ្រុលទៅមុតចំពោះបរិះជាសង្សារបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដងដោយឡែកជនរងគ្រោះមានឈ្មោះថាពងសារឹកភេទប្រុសអាយុ 37 ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិស្លែងរលើងសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញបានស្លាប់ហើយបច្ចុប្បន្នជនសង្ស័យខាងលើគឺសមាជិកកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ចំណែកឯសពបរិះខាងលើត្រូវសមាជិកធ្វើកំណត់ហេតុប្រកល់ឲ្យក្រុមគូសាយកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅក្នុងខេត្តតាកែវសាកសពក្មេងប្រុស 3 នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លេងទុកនៅស្រុកកៀនស្វាយនោះរកឃើញអស់ហើយសាកសពក្មេងប្រុស 3 នាក់ដែលបានបាត់ខ្លួននៅក្នុងហេតុការណ៍លេងទុកនៅក្នុងភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាលកាលពីថ្ងៃទី 15 ខែសីហា ឆ្នាំ 2026 នោះបានរកឃើញហើយនៅព្រឹកថ្ងៃទី 17 ខែសីហា ឆ្នាំ 2026 ក្មេងប្រុសដែលស្លាប់នៅក្នុងហេតុការណ៍លេងទុកទាំង 3 នាក់នោះគឺមានដូចជាទី 1 ឈ្មោះឡើងសច្ចាភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរមុខរបរជាសិស្សដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាលដែលបានបាត់ខ្លួនទី 2 ឈ្មោះសួនដូណាភេទប្រុសអាយុ 15 ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅបច្ចុប្បន្ននៅភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាលបានបាត់ខ្លួនទី 3 ឈ្មោះហ៊ួនភីនុតភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅបច្ចុប្បន្ននៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាលបាត់ខ្លួនសូមជម្រាបថាករណីលិចទូកនៅកោះប្រាក់បាត់ខ្លួនមនុស្ស 3 នាក់ចំណែកឯមនុស្ស 7 នាក់ទៀតនៅមានជីវិតហើយការលិចទូកនេះបានកាត់ឡើងកាលពីរសៀលថ្ងៃទី 15 ខែសីហា ឆ្នាំ 2026 ចំណុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល